sạch nôm lần tuần là 10 món ăn thưa chocolate chiffon cake ហើយនេះគឺគ្រឿងផ្សំនេះអានេះផ្នែកទី1មានពងក្រហមសាយអល់ចាំ7គ្រាប់អានេះទឹកដោះគោ90មីលីលីត្រម្សៅខេក85ក្រាមឆូកូឡេតនេះ146ក្រាមកាកាវ10ក្រាមហើយប្រេងឆានេះ51ក្រាមទឹក30មីលីលីត្រគឺពងសចំនួន220ក្រាមប្រហែល7គ្រាប់សាយអល់ហើយនឹងទឹកក្រូចឆ្មា6មីលីលីត្រស្ករសហ្នឹងយើងដាក់83ក្រាមឬក៏85ក្រាមក៏បានដែរហើយនេះបើយើងដាក់ lemon យើងប្រើ8មីលីលីត្រតែនេះខ្ញុំដាក់ក្រូចឆ្មាយើងតាមឡែមហ្នឹង6មីលីលីត្រដោយសារសូកូឡានេះខ្ញុំបានហាន់តែខ្ញុំដាក់លើទឹកក្តៅពុះមកបើបានហាន់វាលឿនវារលាយលឿនជាងអត់ហាន់ណាហើយយើងបិទភ្លើងហើយយើងនិយាយវាសិនយើងនិយាយសូកូឡាជាមួយទឹកដោះគោនឹងធ្វើម៉េចកុំឲ្យសូកូឡានេះវាឡើងប្រេងយើងដកចេញនេះសូកូឡាដែលយើងនិយាយឲ្យគឺសេតុ40ចាក៏វាឡើងប្រេងទៅឡើងមកល្អមែនទែនខ្ញុំមកបើកអូវិនចាដាក់180អង្សាទៅហើយយើងចុច start វាឲ្យវាកម្ដៅលយក្ដៅហើយយើងមកវាយពងមាន់ក្រហមហើយនឹងម្សៅរបស់យើងទាំងអស់នេះមានប្រេងមានទឹកកាកាវហើយនឹងម្សៅខេកចាយើងវាយយកទៅសិនហើយយើង1នាទីទៅ2នាទីយើងវាយនៅកម្លាំងខ្លាំងចាយើងវាយបានប៉ុណ្ណឹងណាយើងយកវាចេញនិយាយជាមួយនឹងប្រេងឆាយើងកូរវាសិនកូរវាខ្លាំងទៅចាតោះមកយើងចាក់ទឹកចូលចាវាឲ្យយើងរែងម្សៅខេកជាមួយនឹងកាកាវ powder បើយើងអត់ដាក់កាកាវ powder ទេអត់បានស្អាតដែរវាឲ្យក្លិនផងវាឲ្យពណ៌ផងកាន់តែឈ្ងុយយើងកូរវាឲ្យសោះទៅហើយគឺសូកូឡាយើងចាក់ចូលវាហើយមកយើងកូរវាសោះឲ្យសោះចូលសាច់តែមួយហើយយើងsẽការវាយពងមាន់ចូលហើយវាយពុះសិនមកដាក់ចូលចូលនេះសំខាន់ណាយើងវាយពងមាន់សឲ្យប្រពុះមកបន្តមកយើងចាក់ក្រូចឆ្មាចូលមុនយើងវាយពងមាន់សមកប្រពុះហើយបន្តមកយើងដាក់ក្រូចឆ្មាហើយយើងដាក់ស្ករសចូលហើយបាន3ដងជាហ្វមម៉ែមហ្នឹងឲ្យស្អាតតែមកយើងវាមកស្អាតមកបងប្អូនឃើញទេយើងដាក់ពងមាន់ចូលនេះទៅកូរវានេះសិនសូកូឡាហើយអានេះខ្ញុំដាក់បន្តិចៗឯងកុំឲ្យវាខ្ពស់ពេកណាបាទនេះដុតក្តារពេកកវៈកវក់នេះហូរកន្លែងហេតុឃើញហើយចាំបានពីដុតក្តារអញ្ចឹងក៏ប្រហោងវាធំតិចប្រហោងប៉ុណ្ណាណៃប្រហោងខុសវាយើងដុតថាតែវាស្អាតស្រួលបកសូកូឡាហើយអានេះដុតឃើញវាប្រហោងខុសគ្នាប្រហោងអានេះចុះនេះធំមែនតើឃើញអូយស្អាតមែនតើមក
ហើយនេះសូកូឡា